បាទសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបានទៀតហើយនៅវីដេអូថ្មីហើយថ្ងៃនេះគឺយកខ្លែងនេះយកមកសាកជាលើកទី2ហើយបងប្អូនដោយសារសាកលើកមុនអត់ជោគជ័យអញ្ចឹងយកមកសាកលើកទី2ដើម្បីឲ្យបងប្អូនមើលទាំងអស់គ្នាថាហោះឬក៏មិនហោះហើយថ្ងៃហ្នឹងគឺមានឯកមានអីហើយបងប្អូនដោយសារសាកលើកមុនយើងដាក់ដងឯកធំពេកអញ្ចឹងលើកនេះធ្វើដងសម្រាប់ដាក់ខ្លែងនឹងហើយក៏សាកយកមកសាកមើលថាវាអាចហោះអត់ចឹងណាព្រោះសាកលើកមុនវាអត់ជោគជ័យគឺសាកលើកមុនអត់ហោះចឹងយកមកសាកម្ដងទៀតមើលក៏ថ្ងៃនេះថ្ងៃទី20សាកថ្ងៃទី28បងប្អូនសាកថ្ងៃទី28ខ្យល់ខ្លាំងហើយគាត់ថាវាភ្លៀងបានថ្ងៃហ្នឹងភ្លៀងពេលយប់អត់បានបង្ហោះខ្លែងអញ្ចឹងគឺបងប្អូនចាំតាមដានមើលថាហោះអត់ព្រោះសាកលើមុនអត់ហោះឥឡូវយើងដូរខ្សែទ្រូងឲ្យដាក់ឯកគប់ឲ្យបងប្អូនគប់ឡើងហើយបងប្អូនឡើងហើយគឺម្ដងនេះជោគជ័យហើយបងប្អូនជោគជ័យហើយហោះបានសម្រេចហើយលើបានពីអ្នកប្រលៀបអ្នករត់ខ្ញុំអ្នកប្រហោះគឺហោះហើយបងប្អូនសាកលើមុនអត់បានឡើងអញ្ចឹងទេមិនដែលបានឡើងស្អាតទៀតហើយតែឯងចង់ដាក់អណ្ដាតជួរខ្ញុំដាក់អណ្ដាតជួរព្រោះអណ្ដាតដៅមានមួយផ្ដៅខាងខ្ញុំនេះពិបាករកពីមុនសម្បូរហ្នឹងដោយសារមិនភ័ក្រខ្ញុំលក់ឥឡូវគេរកទិញអត់បានគេអត់មានលក់អញ្ចឹងអត់មានឡើងទៅវ៉ាន់កតុយទៀតបងប្អូនអើយវ៉ាន់កតុយនោះកតុយបាត់មកមុខអញ្ចឹងពេលហើយមហោះហើយចាំដាក់វាទម្លាក់ដោះកតុយឡើងមិញភ្លេចមើលកតុយឥឡូវយើងទៅមើលពីមុខម្ដងបងប្អូនឡើងស្អាតទេណាអូទាញប្រលៀបអូថ្ងៃត្រង់ថតអត់សូវបានឃើញទេចឹងថ្ងៃពេកហោះហើយបងប្អូនអញ្ចឹងខ្លែងយើងហោះហើយឡើយមានបញ្ហាហើយធ្វើខ្លែងហោះឲ្យខ្ញុំតែវ៉ាន់កតុយតិចទៀតដាក់ទម្លាក់វាដោះកតុយឲ្យចាំហោះវិញដាក់ហើយមិនក៏មិនហោះទៀតប៉ុន្តែខ្យល់ពេលថ្ងៃចេះខ្លាំងលេងឆ្វេងស្ដាំឯងអត់បានលឺទេគឺតែដងសម្ដាតអត់លឺគាំងអត់មានលឺមកព្រូតហងចឹងគឺជោគជ័យហើយខ្លែងយើងគឺហោះហើយរលៀបថាតឹងណាស់ពូបាទអរគុណច្រើនបងប្អូនដែលតាមដានពីដើមដល់ចប់ខ្លែងយើងហោះហើយចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគុណច្រើនជម្រាបលាសុខសប្បាយទាំងអស់គ្នា